ប្រធានសមាគមអភិរក្សដំរីអៃរ៉ាវតាដឹកនាំកិច្ចប្រជុំដើម្បីជំរុញការអភិរក្សដំរីអភិវឌ្ឍទេសចរណ៍និងលើកស្ទួយសហគមន៍មូលដ្ឋានខេត្តរតនគិរីភូមិកាទៀងឃុំលបាំង2ស្រុកលផាត់ខេត្តរតនគិរីប្រធានសមាគមអភិរក្សដំរីអៃរ៉ាវតាលោកស្រីខៃចិន្តានារសៀលថ្ងៃទី21ខែមេសាឆ្នាំ2026បានអញ្ជើញអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធចូលរួមកិច្ចប្រជុំប្រចាំឆ្នាំដើម្បីផ្សព្វផ្សាយនិងពន្យល់អំពីទិសដៅការងារអភិរក្សដំរីអៃរ៉ាវតាព្រមទាំងពង្រឹងកិច្ចសហការជាមួយសហគមន៍ក្នុងការអភិវឌ្ឍតំបន់ជុំវិញទីតាំងអភិរក្សកិច្ចប្រជុំនេះមានការចូលរួមពីអនុភូមិនិងមេឃុំលបាំង2តំណាងសហគមន៍ព្រៃឈើភ្នំក្រូចចាស់ទុំក្នុងភូមិប្រធានសមាគមសមាជិកាក្រុមប្រឹក្សាភិបាលនិងក្រុមការងារសមាគមអរិយវតាក្នុងឱកាសនោះលោកស្រីខៃចិន្តាបានលើកឡើងនៅប្រធានបទសំខាន់ជាច្រើនដូចជា1អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់ទេសចរណ៍សមាគមក្រុងដាក់បង្គោលព្រំដីនិងកែលម្អផ្លូវលំជុំវិញច្រាំងអូកាទៀងដើម្បីបង្កើតបរិយាកាសល្អសម្រាប់ភ្ញៀវទេសចរអាចដើរកម្សាន្តបានច្រើនកន្លែងនិងស្នាក់នៅបានយូរជាងមុន2ចូលរួមលើកស្ទួយរមណីយដ្ឋានទឹកជ្រោះកាទៀងសមាគមអៃរ៉ាវតាបានបង្ហាញឆន្ទៈចូលរួមអភិវឌ្ឍតំបន់ទឹកជ្រោះកាទៀងដោយរៀបចំតូបអង្គុយលេងតូបលក់សិប្បកម្មបង្គន់អនាម័យចំណតយានយន្តព្រមទាំងពង្រឹងការគ្រប់គ្រងអនាម័យនិងសំណល់សាធារណៈ3បង្កើនការយល់ដឹងអំពីការអភិរក្សដំរីសមាគមបានស្នើសុំអាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយបន្ថែមនិងជាប្រចាំពីសារៈសំខាន់នៃការអភិរក្សដំរីដែលជាសត្វកម្រកំពុងប្រឈមនឹងការផុតពូជនិងជាអត្តសញ្ញាណជាតិខ្មែរព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានធម្មជាតិនិងវប្បធម៌ទំនាក់ទំនងរវាងមនុស្សជាមួយសត្វដំរីជាពិសេសប្រជាពលរដ្ឋនៅឃុំលបាំង1និងឃុំលបាំង2ដែលស្ថិតនៅជិតតំបន់អភិរក្សជាងគេគួរមានមោទនភាពដែលសហគមន៍របស់ពួកគាត់មានទីតាំងអភិរក្សដំរីដ៏មានតម្លៃនេះ4លើកដំកើងវប្បធម៌និងសិប្បកម្មជនជាតិដើមភាគតិចសមាគមបានជំរុញឲ្យមានការអភិរក្សនិងបន្តពង្រៀនបណ្ដុះបណ្ដាលថែរក្សាដល់យុវជនចំនួនក្រោយអំពីសិប្បកម្មប្រពៃណីរបស់ជនជាតិដើមភាគតិចព្រៅភាសាឧបករណ៍តន្ត្រីបទចម្រៀងរបាំក្រណាត់សម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជាកផាស្ពាយកាំបិតពូថៅកន្ទេលកញ្ច្រែងស្មុកជាដើម5បន្តគ្រប់គ្រងអភិវឌ្ឍសហគមន៍ជាប្រចាំសមាគមអៃរ៉ាវតាបានបញ្ជាក់ពីការចូលរួមអភិវឌ្ឍមូលដ្ឋានជារៀងរាល់ឆ្នាំដោយផ្ដល់ថវិកា4លានរៀលសម្រាប់អភិវឌ្ឍភូមិឃុំ2លានរៀលជួយសហគមន៍ដាល់ល្បាតព្រៃឈើភ្នំក្រូច1លានរៀលជូនប៉ុស្តិ៍នគរបាលឃុំលបាំង2ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមបន្ថែមពីលើថវិកាឧបត្ថម្ភប្រចាំឆ្នាំសមាគមតែងតែមានការជួយជាសម្ភារៈនិងថវិកាមួយចំនួនទៀតទៅតាមកម្មវិធីគម្រោងជាក់ស្ដែងជូនដល់សហគមន៍កិច្ចប្រជុំនេះបានបង្ហាញពីការបដិញ្ញាចិត្តរួមគ្នារវាងសមាគមអាជ្ញាធរនិងប្រជាសហគមន៍ក្នុងការអភិរក្សដំរីថែរក្សាធនធានធម្មជាតិនិងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនរាយការណ៍ពីសមាគមអៃរ៉ាវតាដោយលីវណ្ណៈ WCV